បានពនិយាយអំពីសិលសមាធិបញ្ញាការពិចារណានៅត្រៃលក្ខធម៌3អនិច្ចំទុក្ខំអនត្តាសតប្បដ្ឋាន4ភោឈង្គ7សមថភាវនាឬសមាធិភាវនាវិបស្សនាភាវនាឬបញ្ញាភាវនាធម៌ដែលបានរៀបរាប់មកនេះសុទ្ធតែមានអានុភាពអាចកំចាត់បងកិលេសធម៌ក្នុងចិត្តបានដោយលំដាប់កាលបើបុគ្គលណាបានផុសបានដោះខាត់ជំរះចិត្តឲ្យបានស្អាតបរិសុទ្ធហើយបុគ្គលនោះនឹងអាចសម្រេចប្រយោជន៍គឺសេចក្តីសុខចម្រើនទាំងក្នុងបច្ចុប្បន្នជាតិទាំងក្នុងអនាគតជាតិរហូតដល់បានបរមសុខគឺព្រះនិព្វានក្នុងវត្ថុសមសូត្រមជ្ឈនិកាយមជ្ឈនិកាយមូលបណ្ដាសកៈមានពុទ្ធភាសិតថាចិត្តទេបរិសុទ្ធទេសុគតੰបដិកង្ខាកាលបើចិត្តបរិសុទ្ធហើយសុគតិគួរគប្បីប្រាថ្នាចុះអ្នកឯណាមួយទោះជាបព្វជិតក្តីក្រហមក្តីកាលបើបានធ្វើចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធហើយអ្នកនោះនឹងត្រូវបាននៅសុគតិពាក្យថាសុគតិមានពីរបទគឺសុល្អគតិស្មើនឹងដំណើរប្រែជាដំណើរល្អមានពីរយ៉ាងគឺ1បដិបត្តិសុគតិដំណើរល្អក្នុងការប្រតិបត្តិមានន័យថាអ្នកដែលមានចិត្តស្អាតបរិសុទ្ធតែងប្រព្រឹត្តធ្វើតែអំពើល្អអំពើសុចរិត2គតិសុគតិដំណើរល្អក្នុងគតិគឺកំណើតបានន័យថាអ្នកដែលបានប្រតិបត្តិត្រឹមត្រូវតាមសុចរិតធម៌ហើយលុះធ្វើនៅកាលមរណៈទៅនឹងបានទៅកើតក្នុងកំណើតមនុស្សខ្លះកំណើតទេវតាខ្លះចំណែកអ្នកដែលមានចិត្តស្រមងនឹងត្រូវបាននៅទុក្ខតិផ្ទុយគ្នានឹងសុគតិអនុមោទនា